ពេញថប់នឹងជីវិតខ្លាំងចេញទៅសាកថ្មជីវិតខ្លាំងទៅគុំសង្ងំតែនៅក្នុងផ្ទះទៅសាកថ្មជីវិតក៏បានទៅបង្ហាញថ្មជីវិតក៏បានធ្វើម៉េចឲ្យតែសប្បាយចិត្តបាយបាយអាម៉ាចាយជីវិតមានអារម្មណ៍ស្រស់ស្រាយសប្បាយចិត្តអត់នៅក្នុងថ្ងៃទី2ដដែលបន្ទាប់ពីយើងមកដល់ភ្នំថ្មទានៅម៉ោង1រសៀលក្រោយពីរៀបចំបោះតង់រួចរាល់យើងក៏ត្រូវធ្វើដំណើរថ្មើរជើងបន្តទៅកាន់ភ្នំតាកប៉ោងដែលមានចម្ងាយផ្លូវជិត4គីឡូម៉ែត្រទៀតតាមគម្រោងគឺយើងត្រូវទៅគេងនៅទីនោះតែដោយមើលពីស្ថានភាពគ្នាយើងរកបែកកង់គ្នាច្រើនបូករួមជាមួយនឹងអាកាសធាតុមិនសូវអំណោយផលទេព្រោះជុំវិញគឺមើលទៅគឺភ្លៀងយើងក៏សម្រេចចិត្តបោះតង់នៅភ្នំថ្មទារួចធ្វើដំណើរទៅភ្នំតាកប៉ោងហើយពេលដែលយើងទៅដល់គឺយើងនឹងដើរបកក្រោយមកវិញហើយចំពោះទេសភាពបែបណាបងប្អូនអាចមើលឃើញបដាទៅគឺនៅតាមផ្លូវពិតជាស្រស់ស្អាតខ្លាំងមែនទែនហើយនៅពេលដែលថ្ងៃរៀបរិចរឹតតែស្អាតទៀតស្រួលចូលចិត្តឈឺចាស់បែបស្រួលអូមកពីគាត់នេះពេកបងគាត់ស្វីពេកគាត់ដែរចឹងបងគាត់ដែរចឹងពេកអរេអាពេលប្រឹងខ្លាំងពេកប្រឹងឡើងចំណាមកឡើងអាជើងឆ្វេងមុនរហូតទៅជាអាជើងឆ្វេងរហូតទៅតាំងថ្ងៃទៅត្រូវតាំងអូយ The best 10នាក់ជំរក់4ហើយចេញពីថ្មទាទៅតាកប៉ោងវា10នាក់ជំរុះ4ហើយដោយសារអីគាត់ចាប់ផ្ដើមចុះចំណោតក្រឹបគាត់ឃើញផ្លូវគឺបាយទៅក្រោយវិញអញ្ចឹង6នាក់ទៀតកំពុងតស៊ូចុះយើងទៅចុះពីថ្មទាចុះមកចលងតាកប៉ោងហើយគឹងត្រូវឡើងតាកប៉ោងនេះគឺពឺតតែម្ដងមកបងប្អូនហើយគឺពឺតមកទៅហ្នឹងនេះណាបងប្អូនមើលទេសភាពអែមកស្អាតមែនទែនវ៉ាវអូខេក្បាច់អីក៏មានបាទដល់វគ្គឡើងចំណោតតាកប៉ោងហើយបាទវាយសបាយហ្នឹងឲ្យមុំអញ្ចឹងមកសម្ដាយហ្នឹងទៅសុំឡើងទៀតមើលវាយអានេះវាសេនរៀនពេលមកធ្វើចិត្តដល់ដៃអូខេវាលូនក្រាបចិត្តចតងបាយវាទៅអូឯងជាប់តែក្តិតទៅមើលវ៉ាវមិនដឹងបងអូស្អាតមែនទេទស្សនភាពពពកហូរតាមជលងភ្នំស្អាតមែនទេពពកក្រោមជលងភ្នំញាក់អូស្អាតវ៉ាវស្អាតខ្លាំងណាស់ម្ដងបាច់ណាក៏ចេះក៏បាត់អូស្អាតខ្លាំងហើយយើងអើយបួបងបួតោទៅឲ្យផាត់ទៅផាត់ទៅតែម្ដងហ្នឹងផាត់ទៅអូច្រឡងចាក់ភ្នែកមកណយយើងមើលក្នុងត្រាតមួយថ្មបើថាច្រឡំដើរផ្លូវកាត់តាមហ្នឹងឲ្យគ្រប់ហើយមើលដល់វគ្គស្រើបស្រាលហើយសៀថ្មបាទ
តាកប៉ោងចូលឆ្នាំដល់ខ្នងលើទេបែកកង់អស់ហើយសល់គ្នា6នាក់ទេ10នាក់បាទមើលទិដ្ឋភាពទេនៅមិនចកេះខ្ញុំតាកប៉ោងទេណាមើលទិដ្ឋភាពញាក់សាច់តែម្ដងស្អាតណាមុននឹងបបោហូមកអែមមែនទេអត់សាយអីមួយទៀតឥឡូវតើយើងខំបេកត្រឡប់ទៅថ្មទាវិញស្អាតហើយកាយនាំផ្លែវ៉ាវ so amazing វ៉ាវនេះខ្ញុំចង់ឆ្លងពីទៅនេះរហូតអែមណាស់នឹងត្រូវដូចប្រុសក្មេងនិយាយអត់ចង់ស្រួលដេកផ្ទះបើគេដេកផ្ទះមិនដឹងណាគេអ្នកពិបាកចិត្តហ៎ជ្រលងភ្នំតាក់កប៉ោងអាចមើលថ្ងៃលិចចូលសមុទ្រត្រាតបានវ៉ាវខ្នងសថ្មឃើញបងឃើញសថ្មណាហើយអនាគតទៅជ្រលងខាងក្រោមនេះនឹងអាចខ្លាយទៅជាអាងស្តុកទឹកនៃទំនប់អគ្គិសនីស្ទឹងមេទឹកខាងក្រោមនោះខាងក្រុមហ៊ុនចិនគេកំពុងតែឈូសឆាយក្នុងការចុះទៅធ្វើស្ដារអាងហើយធ្វើទំនប់អគ្គិសនីអញ្ចឹងលោកក្រោមនេះនឹងខ្លាយជាអាងទឹកហើយអែមតែពិតចង់រងចាំដល់ថ្ងៃលិចដែរដោយសារដំណើររបស់យើងត្រូវឡើងទៅថ្មទាវិញដើម្បីទស្សនៈនៅនោះបើសិនជាយើងចាំដល់លិចមកឡើងឲ្យយប់បាក់ធ្វើតាណាអូខេអែមសាមដែនជ្រលងភ្នំដាច់ពុតមកថ្មញាក់ចេញពីតាកប៉ោងមកវិញហើយបាទមើលបានឡើងមកតនថ្ងៃលិចទៀតអែមែនតើយើងបន្តមកទៅជំរុំតង់ថ្មទាយើងនោះឆ្ងាយទៀតនោះថ្មទាអូហើយសុភ័យអានេះយើងមកតពីភ្លឺអីអត់មានលឺថាសម្រាកអីលឺថាខំលើដល់ហើយជោគជ័យហើយដល់ជំរុំវិញហើយតើស្រីទៅមុតមុនហ្នឹងប្រុសចាំមួយផឹកសរុបប្រុសញ៉ាមួយព្រឹកមានប្រុសណាទៀតដឹងអត់មុចហើយតែក្រៅមែនបងបាទដាក់ទឹកមកជុំនេះលក់បាយនៅនេះក៏ចូលសិនណាអូអ្នករកបន្លែដល់ពេលញ៉ាំខ្ញុំមកណាគេទៀតខ្ញុំហើយនេះខ្ញុំដួសឲ្យអូអត់អីខ្ញុំអាចដួសបានបងយកបន្លែបងស្រីចាបន្លែយកទាំងសាច់ហើយយកទាំងទឹកបងណាគេទៀតអាខ្ញុំដួសអូណាដួសអូយđúng là đi siko nè siko Good morning បាទនេះគឺជាថ្ងៃទី14ហើយត្រូវជាថ្ងៃចូលឆ្នាំថ្ងៃទី1បាទនៅលើភ្នំថ្មទានៃតំបន់ភ្នំព្រះក្នុងអូសៀនដែលចម្រុះសត្វព្រៃភ្នំសំកុស
ថ្ងៃរះបានមើលលើកមុនមានទេមើលតែអាប់តែនេះមានថ្ងៃរះមើលនៅថ្មទាបាទ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ